សួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញគ្នាយើងតាក់ទងជាមួយនឹង database migration នៅក្នុង Laravel អូខេនេះគឺជាដ្ឋានរបស់យើងគឺយើងនឹងបង្កើតហើយយើង run ហើយយើងអាច add នៅ column មួយចំនួនតាក់ទងជាមួយនឹង migration ហើយយើងអាច rollback អាច reset ឬក៏ fresh ឬក៏ refresh នៅក្នុងហ្នឹងណាអូខេអញ្ចឹងយើងនឹងច្បាស់នៅចំណុចមួយពេលដែលយើងចាប់ផ្ដើមអនុវត្តអូខេតោះអញ្ចឹងចាប់ផ្ដើមមើលមេរៀនបន្តិចតោះអូខេតាក់ទងជាមួយនឹង migration គឺវាគឺគេនិយាយថា migration ហ្នឹងគេនិយាយពី version control of your database មានន័យយើងអាចរៀបនៅ database schema សម្រាប់ពេលដែលយើងចាប់ផ្ដើម run migration ទៅគឺយើងនឹង generate automatic នៅ table ចូល database របស់យើងហ្មងណាអូខេអញ្ចឹងនេះគឺសម្រាប់ command សម្រាប់យើងបង្កើតនៅ file database schema គឺ PHP artisan make.p migration ហើយដាក់ឈ្មោះវាមកអូខេបើសិនយើងប្រើដក create មានន័យថាយើងចាប់ផ្ដើមបង្កើតនៅ table ដំបូងប៉ុន្តែបើសិនយើងប្រើដក table គឺមានន័យថាយើងចង់ add នៅ column ណាមួយបន្ថែមថ្មីទៀតអញ្ចឹងណាមានន័យយើងចាប់ផ្ដើមបង្កើតនៅ database schema ហើយប៉ុន្តែយើងខ្វះ column អញ្ចឹងយើងអាច add column បានទៀតអូខេតាមរយៈ schema ខាងក្រោមណាអូខេនេះគឺជា schema ដែលយើងចាប់ផ្ដើមបង្កើតអញ្ចឹងយើងមានបង្កើតមាន ID មាន name មានអីចឹងណាអូខេអញ្ចឹង database គឺ schema ដែលយើងបង្កើតអញ្ចឹងអាចបង្កើតនៅ table មួយឈ្មោះថា table product ហ្នឹងគឺកន្លែងខាងចុងកន្លែងពេលដែលយើងចាប់ផ្ដើម run command php artisan make.p migration ហើយដក clear មួយមកឈ្មោះ file ហើយដក create សញ្ញាស្មើឈ្មោះរបស់ table គេពេលយើងដាក់អីគឺពេលវាបង្កើត generate នៅ schema របស់យើងគឺឈ្មោះ table របស់យើងហ្នឹងហើយខាងក្រោមគឺយើងប្រើ blueprint គឺគេតាក់ទងជាមួយនឹង class ឬក៏ table គេ add table ហ្នឹងសម្រាប់យើង generate ដូចវាបង្កើតជា class មួយដល់ពេលដែលយើងចាប់ផ្ដើម run migrate ទៅវានឹងដើរនៅ function app ហ្នឹងចឹងវានឹង generate នៅ table function ហ្នឹងចូល database MySQL យើងតែម្ដងហើយវានឹងបង្កើត field មួយតាមទម្រង់ដែលយើងកំណត់គឺយើងកំណត់មកគឺ add table អូខេយើងចង់បង្កើតនៅ column អីខ្លះចឹងដាក់មកហើយតាម data type មួយមកណាអូខេអញ្ចឹងបន្ទាប់ពីយើងចាប់ផ្ដើមបង្កើតនៅ file migration ហើយអញ្ចឹងយើងអាច run migrate ទៅដើម្បី generate automatic នៅ table ចូល database របស់យើងហើយនៅក្នុងនឹងដែរបើសិនជាគ្នាយើងចង់បង្កើតនៅ column ថែមទៀតអូខេអញ្ចឹង command បង្កើត add column ស្រៀងគ្នាជាមួយនឹងបង្កើតមិញហ្នឹងគ្រាន់តែខុសមួយ create មួយទៀត tableអូខេហើយអានេះតាក់ទងជាមួយនឹង column type មួយចំនួនដោយពេលដែលយើងចាប់ផ្ដើមបង្កើត column ID អញ្ចឹងអូខេអញ្ចឹងយើងចង់ big integer ឬក៏តាមទម្រង់ណាមួយអញ្ចឹងណាជា string អូខេជា data អញ្ចឹងអានេះវាតាមអាស្រ័យលើ database ដែលគ្នាយើងចង់ run migrate ទៅព្រោះនៅក្នុង Laravel គ្នាអាចបង្កើត connection ទៅកាន់ database ណាក៏បានដែរចង់ MySQL ក៏បានចង់ SQLite ក៏បានចង់ Mongo ក៏បានមួយណាក៏បានដែរសេចចិត្តអូខេអញ្ចឹងដោយសារនៅក្នុង project របស់យើងគឺយើង test ជាមួយនឹង MySQL អញ្ចឹង data type មួយចំនួនពេលដែលយើងចាប់ផ្ដើម run migrate ទៅត្រូវថាកំណត់ឲ្យត្រូវជាមួយនឹង database ដែលយើងបានconnect អូខេអានេះតាក់ទងជាមួយនឹងការ rollback មានន័យបើសិនយើង run migrate ហើយអញ្ចឹងគ្នាយើងអាច rollback មកក៏បានដែរហើយបើសិនគ្នាយើង run migrate ច្រើនដងអញ្ចឹងគ្នាយើងចង់ rollback ច្រើន step ម្ដងក៏បានដែរមានន័យយើងចង់ rollback ម្ដង10 step ដូចយើង undo ម្ដង5 step 6 step អញ្ចឹងណាអូខេហើយអានេះតាក់ទងជាមួយនឹងការ reset ហើយមានន័យថាយើងបាន run ហើយអញ្ចឹងយើងអាច reset វាមកវិញក៏បានដែរមានន័យ reset មកដើមវិញហ្មងអញ្ចឹងមានន័យយើង rollback ត្រឡប់មកវិញទាំងអស់ហ្មងណាអូខេហើយតាក់ទងជាមួយនឹង refresh មានន័យថាយើងអាចស្រៀងគ្នាជាមួយនឹង reset មិញតែគ្រាន់ថាreset មិញគឺបាត់ទាំងអស់ហ្មងតែបើយើងfresh មានន័យថាយើងលុប table នឹងចោលហើយគឺយើង run migrate ថ្មីហើយ refresh នេះក៏មិនខុសគ្នាជាមួយនឹងមិញដែរមានន័យយើងអាចលុបហើយយើង set វាឡើងវិញអញ្ចឹងណាអូខេតោះយើងចូលទៅអនុវត្តទាំងអស់គ្នាមកអូខេចឹងយើងចាប់ផ្ដើមចូលទៅ project អូខេចឹងមុននឹង run migrate គ្នាត្រូវទៅមើល connection របស់យើងសិនណាអូខេចឹង connection របស់យើងគ្នាចូលទៅមើល .env file ក៏បានគ្នាចូលទៅកាន់ configuration ហើយទៅមើលនៅក្នុង database ក៏បានដែរអាហ្នឹង connection ណាអូខេនេះ connection ដែលយើងធ្វើការ connect ទៅណាអញ្ចឹងណាអូខេតាក់ទងជាមួយនឹង connection គឺគេ connection ជាមួយនឹងនេះ .env file អូខេអញ្ចឹង .env file គ្នាមើលនេះ
database របស់យើងគឺយើង connect ទៅ MySQL អញ្ចឹងបើសិនជាម៉ាស៊ីនខ្លះគាត់ connect ទៅ SQLite អូខេអញ្ចឹងអានេះវាបាត់អញ្ចឹងអូខេវាបាត់អញ្ចឹងណាអូខេវាបាត់បើសិនជាវាបាត់អញ្ចឹងគ្នាត្រូវបើកវាមកវិញអូខេហើយដូរ connection ឡើយនេះណាបើ SQLite ត្រូវដូរមកដាក់ MySQL វិញហើយអា comment ដែលគេបិទប្រហែល comment នេះគឺបើកវាមកវិញអូខេហើយដូរមកគេចាប់ដើម connection ទៅកាន់ database មួយអញ្ចឹង user root យើងដឹងណាអូខេ password ទៅទេនៅក្នុង database MySQL តាក់ទងជាមួយនឹង default user អូខេអញ្ចឹងខ្ញុំចង់ភ្ជាប់មកកាន់ database របស់ខ្ញុំគឺអូខេខ្ញុំប្រើនេះ database មួយនេះគឺ burger_db អញ្ចឹងនៅក្នុង database មួយនេះអត់ទាន់មាន table ទេអញ្ចឹងខ្ញុំចាប់ផ្ដើម generate នៅ database ដែលយើងចាប់ផ្ដើមរៀបនៅក្នុង Migrate របស់យើងណាអូខេអញ្ចឹងខ្ញុំភ្ជាប់មកហ្នឹង password អត់ទាន់មានទេ default user root នៅក្នុង localhost ណាគេទៅដល់ពេលដែលគ្នាយើង upload project ហ្នឹងឡើង hosting អញ្ចឹងអាហ្នឹង user គឺ user សម្រាប់ login ជាមួយ database ហើយ password គឺយើង generate ដែរពេលយើងចាប់ផ្ដើមបង្កើត database ថ្មីមួយនៅលើ host ទៅគឺវាមានឲ្យយើង generate user សម្រាប់ដាក់នៅក្នុងហ្នឹងហើយអូខេអញ្ចឹងតាក់ទងជាមួយនឹង Migrate គឺគ្នាត្រូវចូលមកក្នុង folder នេះនៅក្នុង folder project របស់យើងណាមាន folder database មួយហើយមាន folder Migrate អញ្ចឹងនៅក្នុងហ្នឹងវាមាន table ដែលវាបាន create ឲ្យស្រាប់នៅក្នុង Laravel ហ្មងណាអូខេអញ្ចឹងបើសិនជាគ្នាយើង run Migrate ទៅវានឹង generate នៅ table ហ្នឹងឲ្យយើងហើយហ្នឹងណាអូខេវានឹង generate នៅ table ហ្នឹងអូខេអញ្ចឹងយើងមាន table user table password reset អូខេ file job personal access token អូខេដោយឡែកតាក់ទងជាមួយនឹងអា field ហ្នឹងមួយចំនួនអូខេពេលដែលយើង run ទៅវាអាចអត់ស្គាល់ដូចជាតាក់ទងជាមួយនឹង unit អូខេដូចជាមួយនឹង index ឬក៏តាក់ទងជាមួយនឹងអា field នេះគឺវាអត់ស្គាល់ទេអញ្ចឹងយើងត្រូវកែអស់ហ្នឹងណាអូខេពេលខ្លះគេអាចចូលមកក្នុង configuration ចូលមកក្នុង database ហើយកែកន្លែងនេះក៏បានដែរអូខេអាចស្គាល់ខ្លះដែរអញ្ចឹងបើសិនជាវាមិនស្គាល់ទេគេចូលទៅកែក្នុងទម្រង់មួយតាម data type របស់ table schema នេះដែលគេរៀបស្រាប់ៗនេះអាហ្នឹងមានន័យថាជា default table នៅក្នុង Laravel ហ្មងណាអូខេអញ្ចឹងខ្ញុំចាប់ផ្ដើម run ដំបូងសិនចង់ដឹងថាវាមាន error អត់អូខេមុននឹងគ្នាយើងចាប់ផ្ដើម run Migrate គ្នាត្រូវមើលដែរណាអូខេអញ្ចឹងនៅក្នុង Laravel វាមាន file Migrate ស្រាប់ៗមានវា generate មក auto បន្តិចអញ្ចឹងវាមាន table user table password reset file job personal access token អីចឹងណាអូខេដោយ field វាមួយចំនួនគឺវាអត់ស្គាល់ទេអូខេអញ្ចឹងតោះតែគ្នាយើងអង្គុយកែវាបន្តិចអូខេអញ្ចឹងខ្ញុំចាប់ផ្ដើម run ណាដំបូង php artisan migrate អូខេអញ្ចឹងខ្ញុំចាប់ដើម run Migrate មួយសិនចង់ដឹងថាវា error អីអត់អូខេអញ្ចឹងវាប្រាប់យើងហ្នឹង error នៅក្នុង unit អានេះវាអត់ស្គាល់អា unit នេះអូខេអញ្ចឹងអា unit ហ្នឹងនៅក្នុង table user វាអត់ស្គាល់ទេនេះអា unit នេះអូខេអញ្ចឹងតោះតែគ្នាយើងលុប field មួយចំនួនចោលណាអូខេឧទាហរណ៍ថាខ្ញុំលុបនៅក្នុង table user នៅក្នុង table password reset មានអត់អូខេខ្ញុំ check ទៀត file job អូខេអានេះ unit ទៀតខ្ញុំលុបម្ដងទៀតហើយតាក់ទងជាមួយនឹង personal access token នេះកន្លែងអា field មួយនេះ data type មួយនេះវាអត់ស្គាល់ទេអញ្ចឹងអានេះខ្ញុំដូរដាក់ string ណាអូខេតោះអញ្ចឹងមុននឹងយើងចាប់ផ្ដើម run ខ្ញុំសុំ clear អានេះចោលសិនអូខេហើយមួយទៀតតាក់ទងជាមួយនឹងយើង run មិញហ្នឹងខ្ញុំមកចូលមកមើលសិនអូខេវាបាន generate នៅ table ឲ្យយើងនេះអញ្ចឹងខ្ញុំ drop វាចោលអស់សិនហើយចាំខ្ញុំចាប់ផ្ដើម run Migrate សាថ្មីអូខេតោះអញ្ចឹងនៅក្នុង database burger.db របស់ខ្ញុំអត់មានទេអត់មាន table ទេអញ្ចឹងខ្ញុំចាប់ផ្ដើម run Migrate សាថ្មី php artisan អូខេ Migrate អូខេអញ្ចឹងចាប់ផ្ដើម run អូខេអញ្ចឹងទៅមើលទៀតថាវា error អីអូខេនេះនៅក្នុង password អានេះវាអត់ស្គាល់អា index នេះទេអូខេអញ្ចឹងនៅក្នុង password reset អា index នេះក៏វាអត់ស្គាល់ដែរអញ្ចឹងយើងលុបអា field នឹងចោលទៀតណាអូខេកំណត់ data type មួយចំនួនលុបចោលហើយអូខេតោះខ្ញុំ check មើលទៀតមាន index ទៀតទេអូខេអញ្ចឹងអស់ហើយអូខេអញ្ចឹងខ្ញុំ clear អូខេ cls សម្រាប់ clear command ហើយយើងទៅមើលនៅក្នុងនេះទៀតមានទេអូខេនេះវាបាន generate table ឲ្យយើង2 3អញ្ចឹងខ្ញុំលុបចោលសិនណាដើម្បីយើង run Migrate មកឲ្យវា full ហ្មងមក table ទាំងអស់ហ្មងអូខេខ្ញុំ drop វាចោលសិនអូខេតោះអញ្ចឹងខ្ញុំសូមចាប់ផ្ដើម run Migrate សាថ្មី
ok mà PHP artisan migrate nè chẳng thay bỏ bên nhóm ban bạc ca tới nè ok chẳng xong tầm mơ nó không đại bài bây giờ á chẳng bỏ miễn cứ vì ban generate nó thay bỏ bây giờ nè fail job password reset personal access token hay thay bỏ user ok chẳng là thay bỏ là vì miễn default nó không là báo vì Australia version đấy nè ok bởi khi version quốc vì ai tra những thay bỏ lần tiền chẳng tay ok tỏ chẳng nhóm chấp đam run command sầm map nhóm bạc ca nơi Minecraft file của nãy mình là nhóm trong bạc ca schema của nãy chả ní bây giờ dân run Minecraft mấy cứ thay bỏ lại miên dẹp automatic nó không là báo vì nó generate tới đây ok chẳng nhóm trong bạc ca database schema rồi có thay bỏ schema mỗi sầm map generate tới nhóm bạc ca thay bỏ của anh tới ok buồn nó không là báo nên ai bạc ca nơi database schema rồi có thay bỏ schema nó bây giờ dân run command Minecraft tới cứ viên nó generate thay bỏ nó cho automatic mà nhưng ở trong máy cho thì bạc ca new thay bỏ nó không đáng này nè mà chụp bạc ca new ấy mình đang dân hiệp schema hai generate mà automatic nằm đâu ok chân như chạm đám á nè nó có command sầm map để khi dân thời ca bạc ca nơi schema ok ní cứ PHP ok khi run nó PHP artisan ok max PHP migration đọc clear môi máu ok mua rồi bỏ file nè mình này mua nè ok chân nhầm bạc ca nơi mua create underscore ok tab ball underscore item mình edge ok đọc clear môi máu đọc pi đón create ok nhà sao mà chẳng mua rồi bỏ tab ball ok chẳng mua rồi bỏ tab ball nhầm đã tbl underscore item ok chẳng nhầm nằm cả mua tab ball với nhóm cứ tab ball nhóm generate trên vì schema tới đó ok nhầm bạc ca ok chẳng kia mới đi nhóm ban generate nơi file muối chỉ Minecraft file cứ mua biết cứ create underscore table item miền s ní cứ file là ngày ok để việc trong thể generate anh nhóm mới nhé ok trong bản thân nhóm ba này chẳng thay bỏ mua thay bỏ với nhóm cứ tbl underscore và đặt ní cứ mua nè cái tbl mua tbl underscore item ok chẳng ní cứ chỉ mua bao giờ này ok chẳng nó năng việc ban bạc ca nơi column id muối hai năng column nó bây giờ việc bạc ca timestamp này cứ nó không là well cứ bên generate ai field nè ok những bạn này nè ok field nè create thread add hai năng update thread add cứ tẹt tông cho môi năng timestamp nè viên generate automatic ở dưới API năng đầm đồng ok chắc một tiêu hai khi thử đi giải mất ok tab bỏ ok trước đây là tab ấy tiệt cái ta tab đây là tab string ok trong nhâm trong cầm nát mua VGA ok tiệt ha ném ok hai chân luôn vào màn tiệt ha nhưng còn nát chân luôn đây là tab ở dưới cứ pi ha pram mua rồi bài thắm ok hai miền tab bỏ field mới tiết ok ở tiệt ha chỉ integer rồi có chỉ float các bạn này sẽ chặt tiệt là chỉ float price hai nhâm trong bạc ca nơi field mới tiết cứ integer cứ nhâm trong cầm nát chấm nuốn chu thì bài ok chắc nhâm đừng generate tab bỏ item nắng tbl item viên đừng miền field id miền name miền price miền chu thì bài anh nhom ok chẳng để xa nhâm miền file môi sẽ nhập là dương bạc ca chỉ mang cái file bây giờ á ok chẳng database schema bây giờ cứ dùng bạc ca tab bỏ mỗi năng này ok chẳng nhom đừng run Minecraft sạch thay mới tiền ok của dương Minecraft mình đang cứ dương ban generate nó buôn tab bỏ này à lấy dương ban bạc ca nó tab bỏ chỉ schema bây giờ ok chẳng dương thật ca run với sạch thay làm bay vi generate nơi tab bỏ mình đang cho mà database bây giờ ok chẳng bay cho bạn bây giờ miền tại 4 đấy nè ok tẹt to cho môi năng migration tab bỏ này cứ việc còn là tục nơi history để dương generate đây ok tỏ cho nhân cho bạn run PHP artisan ok Minecraft ok cho nhân cho run Minecraft sạch mấy ok chân tại vì ban generate nơi thay bỏ bây giờ ta đây ok chân chân cho bạn tầm mơ xạ mơ mất ta về mà ok ní cứ thay bỏ tbl underscore item bây giờ này ok chân về miền field name miền id miền name miền price miền qty ok chân miền create thread add update thread add á ok tỏ
anh nên để xa dương ban bạc ca tại thẻ ball muối ấy trong mà sân được liên trong bạc ca chọn thẻ ball ok chẳng run command tam bây giờ mất php artisan ok make php migration ok migration hay đọc clear máu dương trong create thẻ ball ấy khá là ok tbl underscore user ấy nhớ nè ok rồi có thẻ ball cell ok đọc máu create hits ok nhà sama tbl underscore cell ấy nhớ nè ok chắc là những map clear trong bạc card file chỉ map chỉ database schema về để dùng run việc tới dùng generate table cho automatic mà chắc dùng tí ho tiền tha table là nhưng bạc card mấy nhở tbl underscore item mà nhưng khoa thêm ở nhưng khoa khả lâm môi thì là nhưng khoa khả lâm ok nhưng khoa khả lâm pi chứ nhưng khoa khả lâm một hiệp muối hay khoa khả lâm set theo mũi tiền cho nhưng trong add việc time trong một sân thì khi trong add khả lâm nâng time khi bạch cho mà add nó không thế bạch restructure với add chứ bây giờ nhôm thực cái add cả lâm thái á ok chân nó con thép bỏ nắng nhôm đừng run trên vì migration được kia chân ok nhôm bạc cát mất ok php artisan make php migration dot clear mất update ok giờ ai đã update underscore table giờ đã mua với khó khăn tí chứណាពេលដែលយើងបង្កើតយើងប្រើ create ទៅដល់ពេលយើងចង់ update វាគេយើងអាចដាក់ឈ្មោះ update ទៅ underscore item គេដកមកដកអញ្ចឹងឥឡូវពេលដែលយើងបង្កើតគឺ create អញ្ចឹងដល់ពេលយើងចង់ add field គឺ table ស្មើ tbl underscore item គឺឈ្មោះ table ដែលយើងចង់បានអញ្ចឹងចង់ add ហ្នឹងណាអូខេអញ្ចឹងខ្ញុំ enter មកអូខេអញ្ចឹងខ្ញុំបានបង្កើតវាមកនេះអូខេអញ្ចឹងចង់ add column អីគឺ table schema របស់យើងណាអូខេអញ្ចឹងមកទៀតថាខ្ញុំចង់ add field មួយអូខេជា string រូបភាពអូខេ img អូខេអញ្ចឹងខ្ញុំផ្ទុកប្រវាយវា255ដែរអូខេហើយខ្ញុំចង់ផ្ទុកនៅfield មួយទៀតជា integer អូខេ setters អូខេ setter អញ្ចឹងណាអូខេអូខេអញ្ចឹងខ្ញុំបើសិនជាខ្ញុំ run នៅ migrate សារថ្មីអញ្ចឹងខ្ញុំនឹង add field 2នេះ field img មួយ field setter មួយចូលទៅក្នុង table tbl underscore item ហ្នឹងហើយអូខេអញ្ចឹងខ្ញុំសូម update ឡើងវិញអូខេ php artisan migrate អូខេ run មកអូខេអញ្ចឹងខ្ញុំបាន update វាទៅណាអូខេអញ្ចឹងសាកគ្នាយើងចូលទៅមើលនៅក្នុង database របស់យើងគេ table របស់យើងគឺមានដដែលទេអូខេអញ្ចឹងបើសិនជាខ្ញុំចុចនៅលើអានេះអូខេនេះឃើញ column item ហើយនិង column setter មកហើយអូខេអញ្ចឹងមានន័យយើងបាន generate វាមកហើយនេះអូខេអូខេហើយតាក់ទងជាមួយនឹងកន្លែងនេះទៀតអូខេទីរះគ្នាយើងបាន run migrate អញអស់ហើយអូខេអញ្ចឹងខ្ញុំអាច roll back មួយវាឬក៏យើងអាច reset ក៏បានអីក៏បានដែរអូខេ php artisan អូខេអូខេយើងទៅមើលនៅក្នុង command ទៀតណាអូខេអញ្ចឹងយើងចាប់ផ្ដើមបង្កើតមើល data type អូខេអញ្ចឹង migrate ចុច2 roll back មកអូខេ migrate ចុច2អូខេ roll back អូខេអញ្ចឹងខ្ញុំចង់ roll back អូខេអញ្ចឹងមិនថាខ្ញុំ roll back មកបានមួយហ៎អូខេអញ្ចឹងបើសិនយើងទៅ refresh នៅលើdatabase របស់យើងមើលមានអីបាត់អត់អូខេអញ្ចឹងមិនថាខ្ញុំបាត់មានបាត់អីអត់អូខេអញ្ចឹង roll back បានមួយណាដោយសារខ្ញុំ run ច្រើនដងអូខេអញ្ចឹងយើងអាច roll back ថែមទៀតអូខេអញ្ចឹង roll back សារថ្មីទៀតអូខេអញ្ចឹងយើងទៅមើលសារថ្មីទៀតមើលតើវាមានអីប្លែកទៀតទេអូខេអញ្ចឹងមិនថាខ្ញុំបាត់ទេនេះខ្ញុំបាត់ table tbl underscore item មិញអូខេអញ្ចឹងខ្ញុំបាត់ទៅណាអូខេអញ្ចឹងបើសិនខ្ញុំ roll back ទៀតអូខេអញ្ចឹងបាត់ទៀតហើយនេះអូខេអញ្ចឹងអា table ដែលយើងខំ generate មិញហ្នឹងគឺវាបាត់ខ្ទេចអស់ហើយមើលអូខេអញ្ចឹងវាបាត់ហើយណាអូខេអញ្ចឹងបើសិនជាគ្នាយើងចង់ run migrate ឡើងវិញអញ្ចឹងវាយសារថ្មីមកអូខេ php artisan អូខេ migrate អូខេអញ្ចឹង table ដែលយើងបានរៀបជា schema រៀបអីគឺមកវិញទាំងអស់ហើយអូខេបើសិនខ្ញុំ refresh ណាអូខេនេះគឺអត្ថប្រយោជន៍នៃការរៀបdatabase schema របស់យើងណាអូខេអញ្ចឹងមកទាំងអស់មកវិញនេះអូខេអញ្ចឹងអានេះតាក់ទងជាមួយនឹង rollback អូខេអញ្ចឹងបើសិនយើងចង់ step គេដកកំណត់ step ណាអូខេហើយតាក់ទងជាមួយនឹង reset អូខេអញ្ចឹង database របស់យើងគឺយើង run scam យើង run ទៅហើយអូខេអញ្ចឹងខ្ញុំអាចប្រើ php artisan អូខេ migrate ចុច2 reset អូខេអញ្ចឹងយើងចង់ reset មកវិញក៏បានដែរអូខេ reset ណាអូខេអញ្ចឹង reset ចូលទៅមើល database គឺវា clear ចោលវិញអស់ហើយ
មានថាវាលុបចោលវិញទាំងអស់ហ្មងណាអូខេហើយចង់ run Minecraft សារថ្មីអូខេអញ្ចឹងចាប់ផ្ដើម run សារថ្មីមក Minecraft អញ្ចឹង table របស់យើងគឺវា generate ទៅវិញ automatic ហើយអូខេនេះមកវិញទាំងអស់អូខេហើយមួយទៀតតាក់ទងជាមួយនឹងfresh អូខេ fresh ក្នុងករណីអញ្ចឹងទេបើសិនជាគ្នាយើងមានតន័យមានអីនៅក្នុងហ្នឹងណាអូខេអញ្ចឹងគ្នាយើងអាចrun Minecraft ចុចពី fresh អីចឹងណាអូខេអញ្ចឹង fresh មានថាវាលុប Minecraft នឹងចោលហើយវា run Minecraft សារថ្មីអញ្ចឹងអ្វីដែលវាបាត់គឺវាបាត់តែតន័យនៅក្នុងហ្នឹងទេ table គឺវាអត់បាត់ទេអូខេហើយតាក់ទងជាមួយនឹងមួយទៀតគឺPHP Artisan គេ Minecraft ចុចពី refresh ក៏មិនខុសគ្នាជាមួយនឹង fresh ហ្មងដែរគឺវាសេរៀងគ្នាមានថាវាគ្រាន់តែលុបចោលទៅហើយវា run generate នៅ table នឹងមកវិញទាំងអស់ហ្នឹងណាអូខេចឹងតាក់ទងជាមួយនឹងការប្រើប្រាស់នៅ migration គឺអត្ថប្រយោជន៍វាមានន័យថាអូខេគ្នាយើងអាចបង្កើតនៅ table schema ឬក៏ database schema នៅក្នុងនោះឲ្យបានច្រើនមកឧទាហរណ៍យើងមាន10 table 20 table ឬ30 table ណាអូខេចឹងគ្រាន់តែ generate មួយទៅគឺ database ទាំងអស់ហ្នឹងគឺវានឹងបង្កើត automatic នៅក្នុង database របស់យើងតែម្ដងអូខេអញ្ចឹងបើសិនជាគ្នាយើងផ្ដាច់មិនបាច់ពេលដែលយើងចាប់ផ្ដើម send project នឹងឲ្យគេមិនបាច់ផ្ដាច់ database ទៅក៏បានដែរគឺគ្រាន់តែបង្កើត database មួយទៅហើយគេ run Minecraft ទៅអូខេគេនឹង generate ចូល automatic មកអញ្ចឹងអត់ចាំបាច់ពិបាកផ្ដាច់ database អីទៅញ៉ៃទេអូខេហើយក្នុងករណីបើសិនជាយើងច្រឡំលុប table លុបអីចោលណាអូខេយើងគ្រាន់តែ run Minecraft សារថ្មីមកគឺវា generate អា table ហ្នឹងមកវិញ automatic ហ៎អូខេអញ្ចឹងអត្ថប្រយោជន៍របស់migration គឺវាល្អម្យ៉ាងដែរវាអត់ដូចយើងបង្កើត table manual ណាយើងបង្កើត manual យើងលុបតែ10 table ហើយអង្គុយបង្កើតវិញវិលមកបាត់ហើយអូខេតែបើសិនជាគ្នាយើងបង្កើតនៅក្នុង Minecraft អូខេអត់បញ្ហាទេគ្រាន់តែ generate command តែមួយបន្ទាត់ណាគឺ table ហ្នឹងគឺមកវិញទាំងអស់តែម្ដងអូខេអរគុណច្រើនគ្នាសូមអនុវត្តទាំងអស់គ្នាហើយសូមជួយ subscribe នៅវីដេអូរបស់ខ្ញុំផងអរគុណច្រើន